សួស្តីអ្នកទាំងអស់គ្នាយើងវិលមកជួបគ្នាជាថ្មីទៀតហើយនៅក្នុងប្រធានបទថ្មីដែលនិយាយអំពីកម្ពុជាគ្រោះថ្នាក់ខ្លាំងបំផុតចំពោះស្ត្រីនៅក្នុង10ប្រទេសនេះនៅទូទាំងពិភពលោកស្ត្រីទទួលរងការរើសអើងនិងអំពើហិង្សាគ្រប់ប្រភេទរួមទាំងការរំលោភសេពសន្តិវៈភាពអត់ការងារធ្វើនិងកង្វះលទ្ធភាពទទួលបានឱកាសដឹកនាំដូច្នេះហើយស្ត្រីងាយរងគ្រោះនឹងការរើសអើងវិសមភាព gender ជាងបុរសខាងក្រោមនេះគឺជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រីនិងមិនបានទទួលសិទ្ធិពេញលេញដោយស្ត្រីប្រទេសផ្សេងឡើយទី1ប្រទេសយេម៉ែនកិច្ចព្រមឆ្នាំ2017ស្ត្រីនៅយេម៉ែនមិនទទួលបានសិទ្ធិវប្បធម៌សង្គមនិងសេដ្ឋកិច្ចឡើយស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យអនុវត្តសិទ្ធិស៊ីវិលនិងនយោបាយពេញលេញលើពីនេះទៅទៀតក្មេងស្រីត្រូវរៀបការមុនអាយុនិងហាមស្ត្រីមិនឲ្យចេញពីផ្ទះដោយគ្មានការអនុញ្ញាតពីប្តីហើយឲ្យរួមភេទជាមួយប្រពន្ធគ្រប់ពេលដែលពួកគេពេញចិត្ត2ប្រទេសអាហ្វហ្គីស្ថានបន្ទាប់ពីពួកតាលីបង់បានដណ្ដើមអំណាចម្ដងទៀតនៅខែសីហាឆ្នាំ2021វាបានដាក់ការតឹងរឹងយ៉ាងខ្លាំងទៅលើស្ត្រីនៅក្រោមរបបតាលីបង់ការអប់រំសម្រាប់កុមារីនិងស្ត្រីត្រូវបានហាមឃាត់យ៉ាងខ្លាំងមិនឲ្យធ្វើដំណើរលើសពី70គីឡូម៉ែត្រគ្មានសាច់ញាតិបុរសហើយតម្រូវឲ្យពាក់ស្បែកមុខឃើញតែភ្នែកប៉ុណ្ណោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើការក្នុងវិស័យភាគច្រើនក្រៅវិស័យសុខាភិបាលមិនឲ្យសិក្សានៅអនុវិទ្យាល័យនិងសាកលវិទ្យាល័យឡើយទី3ប្រទេសស៊ីរីត្រូវបានគេដាក់ឈ្មោះថាជាប្រទេសគ្រោះថ្នាក់បំផុតទី3សម្រាប់ស្ត្រីបន្ទាប់ពីរយៈពេល5ឆ្នាំនៃសង្គ្រាមស៊ីវិលដែលបានបំផ្លាញសេវាកម្មទូទាំងប្រទេសនិងបានសម្លាប់មនុស្សប្រហែល51,000 នាក់ប្រជាជនប្រហែល 5.5 លាននាក់កំពុងរស់នៅជាជនភៀសខ្លួនហើយ 6.1 លាននាក់ផ្សេងទៀតនៅក្នុងចំណោមប្រជាជន18 លាននាក់នៅតែក្នុងប្រទេសត្រូវបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេទី4ប៉ាគីស្ថានស្ត្រីនៅប៉ាគីស្ថានប្រឈមមុខនឹងហានិភ័យពីការអនុវត្តប្រពៃណីសាសនាវប្បធម៌ការបំពានក្នុងគ្រួសារនិងការរើសអើងអំពើហិង្សាលើស្ត្រីរួមមានផ្លូវភេទនិងការរំលោភបំពានលើរាងកាយដែលភាគច្រើនដោយដៃគូស្និទ្ធស្នាលជាង 70% នៃស្ត្រីទទួលរងនៅអំពើហិង្សាក្នុងគ្រួសារយ៉ាងហោចណាស់មួយដោយមានជាង 5,000 នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារអំពើហិង្សាបែបនេះក្មេងស្រីដែលមិនមែនជាមូស្លីមត្រូវបានចាប់ពង្រត់រំលោភបំពានបង្ខំឲ្យក្លាយជាអ្នកកាន់សាសនាហើយរៀបការក្នុងចំណោមប្រទេសអាស៊ីខាងត្បូងស្ត្រីប៉ាគីស្ថានត្រូវបានគេរើសអើងបំផុតនិងមានលទ្ធភាពប្រើទូរស័ព្ទតិចជាងគេ5ប្រទេសស៊ូដង់ខាងត្បូងដោយសារស្ថានភាពចំនួនបានលាតត្រដាង gender របស់ស្ត្រីចំពោះអំពើអាក្រក់គ្រប់ទម្រង់សង្គ្រាមបានផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជនស៊ូដង់ខាងត្បូងរាប់លាននាក់ភាគច្រើនជាស្ត្រីនិងកុមារដែលបង្ហាញឲ្យឃើញពីភាពអត់ឃ្លាននិងគ្រោះថ្នាក់ផ្សេងទៀតទី6ប្រទេសអ៊ីរ៉ាក់ទោះបីជាច្បាប់ចាត់ចែងថាមានតែអាពាហ៍ពិពាហ៍សម្រាប់មនុស្សធំដែលមានអាយុចាប់ពី18ឆ្នាំឡើងក៏ដោយប៉ុន្តែច្បាប់ដដែលនេះអនុញ្ញាតឲ្យក្មេងស្រីដែលមានអាយុ15ឆ្នាំរៀបការបានដរាបណាចៅក្រមផ្ដល់សិទ្ធិឲ្យរៀបការច្បាប់គ្រួសារក៏រើសអើងស្ត្រីទាក់ទងនឹងការមើលថែកូនការលែងលះនិងការទទួលមរតកការសម្លាប់កិត្តិយសក៏ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ត្រីនៅអ៊ីរ៉ាក់ផងដែរដែលស្ត្រីជាង 6,000 នាក់ត្រូវបានបង្ខំឲ្យធ្វើអត្តឃាតឬសម្លាប់នៅក្នុងប្រទេសនាឆ្នាំ2007ទី7សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប្រទេសអាហ្វ្រិកកណ្ដាលដ៏ធំនេះជាប់ចំណាត់ថ្នាក់ជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រីទាក់ទងនឹងអំពើហិង្សាផ្លូវភេទវាបានជាប់ចំណាត់ថ្នាក់នៅចន្លោះទី5និងទី9រួមទាំងអំពើហិង្សាផ្លូវភេទធនធានសេដ្ឋកិច្ចនិងការគំរាមកំហែងផ្នែកវប្បធម៌និងប្រពៃណីទី8សាធារណរដ្ឋអាហ្វ្រិកកណ្ដាលស្ត្រីបានទទួលរងនៅអំពើហិង្សាជាច្រើនសតវត្សដោយមានការប៉ះទង្គិចគ្នាជាចម្បងរវាងរដ្ឋាភិបាលនិងក្រុមប្រដាប់អាវុធមិនមែនរដ្ឋចំនួនមិនត្រឹមតែរំខានដល់ប្រតិបត្តិការរបស់រដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែក៏ប៉ះពាល់ដល់ស្ត្រីរាប់លាននាក់ក្នុងប្រទេស
ស្ត្រីនិងកុមារត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងនិងស្វែងរកទីជម្រកនៅជំរំ IDP និងប្រទេសជិតខាងហើយការភ័យខ្លាចបំផុតរបស់ស្ត្រីគឺអំពើហិង្សាផ្លូវភេទ ទី 9 ប្រទេសម៉ាលីទោះបីជាអំពើហិង្សាលើស្ត្រីកំពុងរីករាលដាលនៅក្នុងប្រទេសម៉ាលីក៏ដោយប៉ុន្តែជារឿយៗការតវ៉ានេះត្រូវបានបំបែកដោយសន្ទរកថាសាសនានិងបទកថាសង្គមស្ត្រីម្នាក់ក្នុងចំណោម2នាក់ដែលមានអាយុពី15ឆ្នាំទៅ40ឆ្នាំបានទទួលរងនៅអំពើហិង្សាផ្លូវភេទហើយផ្លូវកាយដែលស្ត្រីជិត 19% ចាត់ទុកថាអំពើហិង្សាលើស្ត្រីជារឿងធម្មតា ទី 10 ប្រទេសលីប៊ីមានប្រវត្តិចំនួននិងបានតស៊ូដើម្បីបញ្ចប់ចំនួនហិង្សាជិតទសវត្សរ៍ជាលទ្ធផលស្ត្រីបានបាត់បង់ការចំណេញក្នុងការពង្រឹងសិទ្ធិអំណាចនយោបាយនិងសិទ្ធិស្ត្រីចំនួននេះបានជម្លៀសមនុស្សរាប់ម៉ឺននាក់ដែលភាគច្រើនជាស្ត្រីនិងកុមារជាពិសេសប្រឈមមុខនឹងការបៀតបៀនផ្លូវភេទអំពើហិង្សាបេក្ខកម្មដោយបង្ខំនិងអំពើហិង្សាផ្នែកលើ gender ស្ត្រីត្រូវបានចាប់ពង្រត់ពីតាមផ្លូវឬផ្ទះសម្បែងហើយត្រូវរងការរំលោភសេពសន្តិវៈនិងអំពើហិង្សាផ្លូវភេទផ្សេងទៀតតើអ្នកទាំងអស់គ្នាដឹងទេថាការប្រើអំពើហិង្សាមិនមែនត្រឹមតែអំពើហិង្សាទៅលើរាងកាយនោះទេមានទាំងការប្រើអំពើហិង្សាទៅលើផ្លូវចិត្តរបស់ស្ត្រីថែមទៀតផងព្រោះមនុស្សជាច្រើនយល់ថាការប្រើអំពើហិង្សាគឺសំដៅទៅលើការវាយតប់ទៅលើរាងកាយដែលបង្កឲ្យមានស្នាមរបួសក៏ប៉ុន្តែពួកគេភ្លេចគិតទៅលើមួយចំណុចទៀតដែលជាការប្រើអំពើហិង្សាទៅលើផ្លូវចិត្តការប្រើអំពើហិង្សាទៅលើផ្លូវចិត្តមានដូចជាការបន្តោសបង្អាប់បុគ្គលឲ្យទទួលរងនៅការប្រមាថអ្វីមួយដូចជាមនុស្សប្រុសភាគច្រើនចូលចិត្តនិយាយដៀថ្មេះភរិយាឬក៏មនុស្សស្រីថាមិនចេះធ្វើអីឬក៏ដៀថ្មេះថាល្ងងឬក៏ឈួតជាដើមនេះហើយគឺជាការប្រើប្រាស់អំពើហិង្សាទៅលើផ្លូវចិត្តរបស់មនុស្សស្រីពេលខ្លះមនុស្សប្រុសគិតថាពាក្យសម្ដីដែលគេនិយាយគឺជារឿងធម្មតាក៏ប៉ុន្តែមិនដូច្នោះទេពេលខ្លះពាក្យសម្ដីដែលគេនិយាយវាដូចជាកាំបិតចាក់ស្រួចទៅក្នុងបេះដូងរបស់មនុស្សស្រីដូច្នេះដែរដែលសុភាសិតខ្មែរយើងហៅថាអណ្ដាតអត់ឆ្អឹងក៏ប៉ុន្តែអាចធ្វើឲ្យមនុស្សស្លាប់បានក្នុងន័យនេះដែរខ្ញុំចង់បកស្រាយឲ្យអ្នកទាំងអស់គ្នាយល់ថាក្នុងសុភាសិតដែលបុព្វបុរសខ្មែរយើងលើកឡើងនេះគាត់ចង់និយាយថាអណ្ដាតវាគឺជាអាចកន្លងដែលយើងហៅថាជាសេវារៀងមួយដែលអត់មានឆ្អឹងនេះក៏ប៉ុន្តែកាលណាតែយើងនិយាយពាក្យអីមួយដែលអត់មានការគិតពិចារណាពាក្យសម្ដីយើងនោះនិយាយទៅវាអត់មានឆ្លងកាច់នៅខួរក្បាលគិតដូច្នេះវាអាចធ្វើឲ្យអ្នកដទៃស្ដាប់ទៅអាចនឹងមិនសប្បាយចិត្តអាចនឹងធ្វើឲ្យគេគិតថាខ្លួនគេពិតជាអត់មានតម្លៃដូចអ្វីដែលយើងបាននិយាយពិតមែនដូច្នេះហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាមុននឹងអ្នកទាំងអស់គ្នានិយាយអ្វីក៏ដោយត្រូវតែគិតជាមុនកុំចេះតែមានមាត់និយាយដោយគ្មានការគិតនោះទេដូច្នេះដែរវីដេអូយើងក៏បានជាមកដល់ទីបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យមកផងណាបាយបាយជួបគ្នានៅវីដេអូក្រោយ